ក្តៅការបកស្រាយរបស់អនុទានរៀនលោក Trump ផ្ញើលិខិតចូលជាសមាជិកក្នុងការបង្កើតក្រុមប្រឹក្សាសន្តិភាពក្រោយកម្ពុជានាយករដ្ឋមន្ត្រីនិងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃអនុទានឆាន់វីរៈគុលបានធ្វើអត្ថាធិប្បាយលើលិខិតអញ្ជើញពីប្រធានាធិបតីសហរដ្ឋអាមេរិក Donald Trump ទាក់ទងនឹងផែនការទូលំទូលាយដើម្បីបញ្ចប់ជម្លោះហ្គាហ្សាដែលជាគំនិតផ្ដួចផ្ដើមរបស់សហរដ្ឋអាមេរិកដើម្បីបង្កើតក្រុមប្រឹក្សាសន្តិភាពលោកបានបញ្ជាក់ថាលោកបានទទួលលិខិតនេះដែលលោកយល់ថាគួរឲ្យស្រឡាញ់ព្រោះវាមិនបានប្រែហត្ថលេខាផ្លូវការទេប៉ុន្តែគ្រាន់តែជាឈ្មោះដំបូងថា Donald លោកអនុទានបាននិយាយថាពួកគេទទួលស្គាល់ចេតនានេះហើយបានឆ្លើយតបថាក្នុងនាមជារដ្ឋាភិបាលចាំផ្ទះពួកគេមិនអាចចង់ភ្ជាប់អ្វីជាមួយរដ្ឋាភិបាលបន្ទាប់បានទេប៉ុន្តែពួកគេនឹងបញ្ជូនបញ្ហានេះទៅមេដឹកនាំរដ្ឋាភិបាលបន្ទាប់ប្រសិនបើវានៅតែមិនទាន់ដោះស្រាយលោកអនុទានបាននិយាយថាខ្ញុំសង្ឃឹមថាផលប្រយោជន៍ល្អបំផុតរបស់ប្រទេសថៃនឹងត្រូវបានពិចារណានៅពេលអ្នកយកព័ត៌មានសួរអំពីការវាយដំងៃរបស់លោកអំពីអត្ថប្រយោជន៍និងគុណវិបត្តិដែលអាចកើតមានសម្រាប់ប្រទេសថៃពីការចូលរួមក្នុងគណៈកម្មាធិការសន្តិភាពលោកអនុទានបានឆ្លើយតបថាមានអត្ថប្រយោជន៍ជាច្រើនរួមមានការកសាងសន្តិភាពភាពស្ងប់ស្ងាត់និងការបង្កើតបណ្ដាញអន្តរជាតិទោះបីជាយ៉ាងណាក៏ដោយគុណវិបត្តិគឺការចំណាយច្រើនវាអាស្រ័យទៅលើការសម្រេចចិត្តរបស់រដ្ឋាភិបាលថ្មីប្រសិនបើប្រាក់ដែលបានចំណាយផ្ដល់អត្ថប្រយោជន៍ជាច្រើនហើយវានាំមកនូវសន្តិភាពដល់ប្រទេសដោយមិនបំពេញតម្រូវការរបស់ប្រទេសជាក់លាក់ណាមួយនោះវាគួរតែត្រូវបានពិចារណាប៉ុន្តែបច្ចុប្បន្ននេះតួនាទីរបស់ខ្ញុំគឺគ្រាន់តែបញ្ជូនព័ត៌មាននេះប៉ុណ្ណោះនៅពេលសួរថាតើលោកមានការព្រួយបារម្ភអំពីពេលវេលានៃការអញ្ជើញដែរឬទេលោកអនុទានបាននិយាយថាកុំគិតច្រើនពេកអំពីវាព្រោះកាតព្វកិច្ចរបស់រដ្ឋាភិបាលនៅតែមានទៀតនៅពេលសួរថាតើរឿងនេះនឹងជាប់តាក់ទងនឹងចំនួនព្រំដែនដែលកំពុងបន្តឬអត់នោះនាយករដ្ឋមន្ត្រីបានមានការបញ្ជាក់ថាលិខិតនេះមិនបានតែសេជាក់លាក់អំពីចំនួនថៃកម្ពុជាទេលិខិតស្រដៀងនេះត្រូវបានផ្ញើទៅកាន់ប្រទេសរាប់សិបផ្សេងទៀតខ្លះបានឆ្លើយតបខ្លះកំពុងពិចារណានិងខ្លះមិនយល់ស្របប៉ុន្តែដោយដែលខ្ញុំបាននិយាយប្រទេសថៃមិនទាន់បានធ្វើការសម្រេចចិត្តនៅឡើយទេដូច្នេះយើងត្រូវការពេលវេលាបន្ថែមទៀតនៅពេលសួរថាតើប្រទេសភាគច្រើននៃសហភាពអឺរ៉ុបមិនយល់ស្របឬអាប់នោះលោកអនុទានបានមានបន្ថែមថានោះប្រហែលជាដោយសារតែភូមិសាស្ត្រនយោបាយផ្សេងៗរបស់ប្រទេសនីមួយៗនៅពេលសួរបន្ថែមអំពីការសង្កេតឃើញថាការអញ្ជើញត្រូវបានផ្ញើទៅកាន់កម្ពុជាមុនប្រទេសថៃលោកអនុទានបានលើកឡើងថាកុំគិតច្រើនពេកអំពីវាព្រោះវាមិនសំខាន់ថាអ្នកណាត្រូវបានផ្ញើទៅមុនយើងទាំងអស់គ្នាទទួលបានការយកចិត្តទុកដាក់ស្រដៀងគ្នាការគិតច្រើនពេកខ្ជះគំនិតដោយខួរក្បាលចូលយើងគិតអំពីរឿងដែលមានប្រយោជន៍សម្រាប់ប្រទេសជំនួសវិញនៅតែសួរថាតើលោកប៊ូមចៃថៃនឹងពិបាកពិចារណាលើបញ្ហានេះដែរឬទេប្រសិនបើពួកគេកាន់តំណែងជារដ្ឋាភិបាលនៅពេលក្រោយលោកអនុទានបានថាយើងត្រូវពិនិត្យស្ថានភាពមិនថាបញ្ហារវាងយើងនិងប្រទេសជិតខាងរបស់យើងនោះទេប៉ុន្តែថែមទាំងតំបន់និងទំនាក់ទំនងរបស់យើងជាមួយមនុស្សនៅពិតជុំវិញលោកប្រទេសយើងមិនមែនជាប្រទេសដែលពាក្យរបស់យើងនឹងប៉ះពាល់ដោយត្រង់ទៅកាន់ការសម្រេចចិត្តរបស់ប្រទេសដទៃទៀតយើងត្រូវពិចារណាគ្រប់យ៉ាងព្រោះគ្រប់យ៉ាងមានគុណសម្បត្តិនិងគុណវិបត្តិរបស់វានៅពេលសួរបន្ថែមទោះបីជាលោកបាននិយាយថាកុំគិតច្រើនពេកក៏ដោយតើលោកគួរតែពិចារណាអំពីលទ្ធភាពដែលលោកអនុទានជាបេក្ខជនដ៏មានសក្តានុពលសម្រាប់តំណែងនាយករដ្ឋមន្ត្រីម្ដងទៀតដែរឬទេលោកអនុទានបានឆ្លើយថាគ្រប់យ៉ាងអាស្រ័យទៅលើការសម្រេចចិត្តរបស់ប្រជាជន